và rồi số đây của bốn từ học này chụp chụp hình quần này nó không video đi trong sông lơ lồng hạt nó không năm pipon một phẩy pram và nó không bị xa pipon một phẩy pram một bỏ sai chung của bốn từ học này hay lồng hạt ấy cứ bạn con chỉ muốn năng vũ khép cứ bạn con chỉ muốn biết chân sông của bốn từ học này tam đàn chỉ muốn được nhóm hay dừng song bị bạn cho bảy ngày xuống trongการធ្វើវិញ្ញាសាប្រឡងមកដុតនៅថ្ងៃខាងមុខបាទរកសូមបងប្អូនមើលប្រធានវិញ្ញាសាយើងទាំងអស់គ្នាមកយើងកោតមកថា the restaurant service are bad so we should write that to the manager យើងមើលប្រធានតើយើងមើលថាតើពាក្យណាដែលយើងគិតថាវាជាពាក្យពិបាកនៅក្នុងប្រធានរបស់យើងខ្ញុំឃើញថាពាក្យ restaurant service ពាក្យ restaurant service ហ្នឹងយើងបកប្រែថាសេវាកម្មនៅក្នុងភោជនីយដ្ឋានហើយពាក្យមួយទៀតគឺពាក្យ manager ហ្នឹងយើងបកប្រែថាអ្នកគ្រប់គ្រងអញ្ចឹងយើងបកមកគេថាសេវាកម្មនៅក្នុងភោជនីយដ្ឋានគឺអន់ដូច្នេះយើងគួរតែសរសេរចុចទៅកាន់អ្នកគ្រប់គ្រងតបមកយើងមើលចម្លើយមួយចម្លើយ A យើងឃើញពាក្យថា complain បាទ complain ហ្នឹងថ្នាក់ពាក្យវិជ្ជមានយើងអាចបកប្រែបានទី1គឺយើងបកប្រែថាពាក្យបណ្ដឹងទី2យើងបកប្រែថាការត្អូញត្អែចម្លើយ B information បាទក៏ជាថ្នាក់ពាក្យមានដែរហើយយើងបកប្រែថាព័ត៌មានចម្លើយ C message ក៏ថ្នាក់ពាក្យជានាមដែរហើយយើងបកប្រែថាសារឬក៏សេចក្តីជូនដំណឹងចម្លើយ D essay វាថ្នាក់ពាក្យជានាមដែរហើយយើងបកប្រែថាសំណេរឬក៏តែងសេចក្តីនៅក្នុងចម្លើយមួយនេះដែលយើងឃើញថាអ្វីដែលយើងអាចដាក់ទៅវាស៊ីន័យជាងគឺពាក្យ complain បាទដើម្បីដែលយើងដាក់ពាក្យ complain ហ្នឹងចូលគឺយើងបានថាសេវាកម្មនៅក្នុងភោជនីយដ្ឋានគឺអត់ដូច្នេះយើងគួរតែសរសេរការត្អូញត្អែទៅកាន់អ្នកគ្រប់គ្រងបាទហើយមួយទៀតដោយយើងដឹងថាពាក្យ complain គឺយើងតែងប្រើជាមួយនឹងភ្នាក់ចំនួន3គឺទី1 complain to ទី2 complain about ហើយទី3គឺ complain again បាទនេះគឺជាភ្នាក់ដែលប្រើជាមួយនឹងពាក្យ complain ហើយយើងមើលឃើញមានប្រធានរបស់យើងគឺមានពាក្យ to អញ្ចឹងមានន័យថា complain to the manager ដូច្នេះចម្លើយដែលត្រង់ទៅគឺជាចម្លើយ A បាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការធ្វើលំហាត់ vocab បងប្អូនទាំងអស់គ្នាត្រូវការចេះបកប្រែបានច្រើនហើយចេះអានមើលតើថ្នាក់ណាខ្លះតែទៅប្រើជាមួយនឹងពាក្យនីមួយៗនេះគឺយើងត្រូវការចាំដែរ vocab យកពីនៃកលិច្រើនដូចជាមួយនឹងវិជ្ជាទេសំខាន់គឺត្រូវការចាំបាទហើយនឹងការបកប្រែពាក្យឥឡូវខ្ញុំមានឧទាហរណ៍មួយចំនួនដើម្បីឲ្យវាកាន់តែស៊ីជម្រៅជាមួយនឹងចម្លើយរបស់យើងនេះបាទឧទាហរណ៍ទី1គេថា I want to file a complaint against that company ខ្ញុំចង់ដាក់ពាក្យបណ្ដឹងបាទអញ្ចឹងពាក្យ complaint នេះគឺបកប្រែថាបាទពាក្យបណ្ដឹងប្រឆាំងទៅនឹងក្រុមហ៊ុននោះបាទឧទាហរណ៍មួយទៀត I have made a complaint to the police about the noise បាទ complaint នេះក៏ខ្ញុំបកប្រែថាពាក្យបណ្ដឹងដែរខ្ញុំបានធ្វើពាក្យបណ្ដឹងមួយទៅកាន់ប៉ូលីសអំពីភាពរញ៉េរញ៉ៃពាក្យ noise ភាពរញ៉េរញ៉ៃបាទឧទាហរណ៍បន្តទៀត he always has a complaint about the weather បាទ complaint នេះយើងបកប្រែថាការត្អូញត្អែគាត់តែងតែមានការត្អូញត្អែអំពីអាកាសធាតុ weather អាកាសធាតុឧទាហរណ៍ចុងក្រោយ stop complaining ពាក្យ complain នេះវាជា verb របស់ពាក្យ complain ដែលជានាមបាទអញ្ចឹង stop complaining គេបកប្រែថាឈប់ត្អូញត្អែទៅបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេខ្ញុំសង្ឃឹមថាបន្ទាប់ពីយើងបានធ្វើលំហាត់របស់យើងហើយនឹងមើលឧទាហរណ៍មួយចំនួនខ្ញុំគិតថាបងប្អូនទាំងអស់គ្នាទទួលបាននៅពាក្យថ្មីសម្រាប់ជួយពង្រឹងទៅលើការបង្កើតពាក្យរបស់បងប្អូនទាំងអស់គ្នាបាទសូមអរគុណ